ចំណុចទី7នៃការរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺប្រទេសកម្ពុជាត្រូវតែកាន់ប្រកាន់នយោបាយនិងចំហអភិក្រិតប៉ុន្តែឥឡូវនេះយើងបាត់បង់អភិក្រិតភាពរបស់យើងហើយពីព្រោះយើងទៅអែកប្រទេសជិតខាងមួយយើងទៅលូកដៃក្នុងរឿងផ្ទៃក្នុងប្រទេសជិតខាងមួយទៀតនឹងធ្វើឲ្យយើងលំអៀងបាត់បង់អភិក្រិតភាពនោះជាការរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយចំណុចទី8កិច្ចព្រមព្រៀងទីក្រុងប៉ារីសបាននិយាយថាចំពោះជនភៀសខ្លួនពីមុនយើងមានជនភៀសខ្លួនបានគេចខ្លួនទៅប្រទេសថៃទៅប្រទេសជិតនឹងឬខ្លះទៅដល់ឆ្ងាយទៅដល់ម៉ាឡេស៊ីទៅដល់ហ្វីលីពីនដល់អីប៉ុន្តែមានការឯកភាពគ្នាថាត្រូវតែមើលខុសត្រូវចំពោះជនភៀសខ្លួនធ្វើត្រឡប់មកប្រទេសមកមាតុភូមិវិញមានជីវភាពរស់នៅសមរម្យមើលរក្សាមានភាពថ្លៃថ្នូរគោរពសិទ្ធិរបស់ជនភៀសខ្លួនទាំងនោះឲ្យបានត្រឹមត្រូវឥឡូវយើងអស់ជនភៀសខ្លួននៅក្រៅប្រទេសហើយតែយើងមានជនភៀសខ្លួនផ្ទៃក្នុងនឹងក៏ធន់ខដែរនឹងក៏ជាជនភៀសខ្លួនដែរជនភៀសខ្លួនតែដោយសារគេលួចប្លន់ដីធ្លីស្រែចម្ការផ្ទះសម្បែងរបស់គាត់ណាជនភៀសខ្លួនកសិករខ្មែរនៅជនបទដែលបាត់បង់ដីស្រែដីចម្ការជនភៀសខ្លួននៅទីប្រជុំជនដែលគេរឹបអូសលួចប្លន់ផ្ទះសម្បែងរបស់គាត់ដូចនៅទីក្រុងភ្នំពេញមានរាប់ម៉ឺននាក់នឹងហើយជាជនភៀសខ្លួនដូច្នេះនេះជាការរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនដោះស្រាយបញ្ហាជនភៀសខ្លួនទៅបង្កើតជនភៀសខ្លួនផ្ទៃក្នុងគឺអន់មែនទែនប្រទេសគេសពដងគេមិនដែលមានជនភៀសខ្លួនផ្ទៃក្នុងទេនេះយើងបង្កឲ្យមានជនភៀសខ្លួនផ្ទៃក្នុងគឺវាផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិយាយសរុបទៅគឺយើងមានហេតុផលមានមូលដ្ឋានត្រឹមត្រូវគ្រប់គ្រាន់ដើម្បីប្តឹងទៅសហគមន៍អន្តរជាតិជាពិសេសអង្គការសហប្រជាជាតិពីការរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសពីសំណាក់អ្នកដឹកនាំប្រទេសកម្ពុជាសប្តាហ៍ថ្ងៃបាទសូមអរគុណលោកប្រធានដែលបានឆ្លើយទៅសំណួរខ្ញុំសូមក៏អនុញ្ញាតសួរលោកប្រធានមួយសំណួរទៀតទាក់ទងនឹងបញ្ហាព្រំដែននេះផងដែរកន្លងមកឃើញថាគណៈកម្មការព្រំដែនខ្មែរនឹងតែងតែលើកយកផែនទីតម្កល់នៅអង្គការសហប្រជាជាតិយកមកធ្វើការអះអាងថាបង្គោលព្រំដែនដែលបោះសប្តាហ៍ថ្ងៃជាមួយប្រទេសកម្ពុជានិងប្រទេសយួននឹងគឺមិនធ្វើឲ្យបាត់បង់ដីខ្មែរទេប៉ុន្តែប្រជាពលរដ្ឋនៅតាមព្រំដែនមានការស្រែកយំថានឹងមានការបាត់បង់ដីស្រែចង់សួរលោកប្រធានថាបើការអះអាងថាយកផែនទីកាលពីឆ្នាំ1960ជាងយកមកអះអាងហ្នឹងចុះសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ1985និងសន្ធិសញ្ញាបំពេញបន្ថែមថ្មីដែលចុះហត្ថលេខាដោយសម្ដេចក្រមព្រះនរោត្តម រណរដ្ឋហ្នឹងតើហេតុអីបានជារដ្ឋាភិបាលមិនលើកយកមកនិយាយអំពីបញ្ហាហ្នឹងបាទយើងត្រូវទទួលស្គាល់ថារដ្ឋាភិបាលសប្តាហ៍ថ្ងៃគឺកំពុងតែរំលោភរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាមាត្រាទី2នៃរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថាប្រទេសកម្ពុជាមានបូរណភាពទឹកដីដោយសំអាងលើផែនទីខ្នាត1លើ100,000ដែលរៀបចំដោយអាជ្ញាធរបារាំងកាលពីឆ្នាំ1952-53ហើយផែនទីហ្នឹងគឺគូសបញ្ជាក់យ៉ាងច្បាស់អំពីព្រំដែនប្រទេសកម្ពុជាផែនទីហ្នឹងគឺរដ្ឋាភិបាលកាលសម័យសង្គមរាស្ត្រនិយមសម្ដេចព្រះនរោត្តមសីហនុបានយកទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិហ្នឹងដែលជាមូលដ្ឋានដើម្បីការពារបូរណភាពទឹកដីប្រទេសកម្ពុជាឲ្យបានត្រឹមត្រូវខ្ញុំសំអាងលើផែនទីហ្នឹងគឺគ្មានផែនទីណាក្រៅពីផែនទីហ្នឹងទេយើងយកទៅពិនិត្យលម្អិតហើយយើងយកតួលេខយើងយកនិយមការនៃបង្គោលដែលយួនបានមកបោះថ្មីលើទឹកដីខ្មែរយើងយកទៅដាក់នៅលើផែនទីហ្នឹងយើងឃើញថាបង្គោលហ្នឹងវាចូលនៅក្នុងទឹកដីខ្មែរអញ្ចឹងឃើញថាមានការរំលោភបូរណភាពទឹកដីប្រទេសកម្ពុជាដោយយើងសំអាងលើផែនទីកាលសម័យបារាំងធ្វើហ្នឹងຂະຫນាត100លើ100,000ហ្នឹងហើយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាដូច្នេះមានការរំលោភទាំងស្រុងលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាដោយសារមានការរំលោភបូរណភាពទឹកដីប្រទេសកម្ពុជាសំអាងលើផែនទីដែលបានយកទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិកាលពីឆ្នាំ1964ហើយដែលមានចែងបញ្ជាក់នៅក្នុងរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាអញ្ចឹងឃើញថាការអំពើដែលរដ្ឋាភិបាលសប្តាហ៍ថ្ងៃបានធ្វើហ្នឹងគឺវាច្បាស់ក្រឡែតគ្រប់គ្រាន់ទៅហើយតែខ្ញុំមានការសប្បាយចិត្តមួយគឺថាចំពោះប្រទេសថៃគឺយើងមានការរួបរวมគ្នា
ខ្មែរយើងចេះរួបរวมគ្នាការពារទឹកដីកុំឲ្យថៃកុំឲ្យសៀមយកទឹកដីខ្មែរបានតាំងពីសម័យមុនតាំងពីយើងប្តឹងទៅអង្គការសហប្រជាជាតិការយើងប្តឹងទៅតុលាការអន្តរជាតិនៅទីក្រុងឡាអេឆ្នាំ1962យើងបានឈ្នះប្រាសាទព្រះវិហារដោយខ្មែរចេះរួបរวมគ្នាខ្មែរចេះសំអាងលើផែនទីត្រឹមត្រូវផែនទីដែលបារាំងដដែលនឹងបានរៀបចំឲ្យយើងបន្ទាប់ពីបារាំងបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃប្រទេសសៀមកាលនោះកាលពីឆ្នាំ1907យើងយកផែនទីនឹងយកកិច្ចព្រមព្រៀងនឹងយកសន្ធិសញ្ញានឹងយកមកសំអាងហើយប្តឹងទៅអង្គការសហប្រជាជាតិគឺយើងបានទទួលជ័យជំនះយើងបានប្រាសាទព្រះវិហារមកវិញហើយសៀមក៏មិនអាចឈានពានយើងដោយយួនកំពុងតែឈានពានយើងទេអញ្ចឹងបានខ្ញុំសូមអំពាវនាវឲ្យខ្មែរទាំងអស់គ្នាយើងប្រើនីតិវិធីប្រើមធ្យោបាយដូចអ្វីដែលយើងបានប្រើចំពោះសៀមដែលយើងទទួលបានជោគជ័យតែយើងមកប្រើចំពោះយួនម្ដងដើម្បីដណ្ដើមជោគជ័យជូនប្រទេសកម្ពុជាក្នុងការតទល់ជាមួយនឹងយួនតែទាល់តែយើងមានឆន្ទៈស្រឡាញ់ជាតិហ៊ានតវ៉ាប្រឆាំងជាមួយនឹងយួនតែបើយើងអាយ៉ងយួនអានឹងជាច្បាស់ជាយើងមិនហ៊ានតទល់ជាមួយនឹងយួនទេអញ្ចឹងសូមឲ្យបងប្អូនទាំងអស់យើងពិចារណាទៅហើយយើងគួរតែរួបរวมគ្នាដើម្បីការពារទឹកដីយើងឲ្យបានគង់វង្សការពារអនាគតប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាបាទនេះគឺជាការចាក់ផ្សាយឡើងវិញរបស់កម្មវិធីពន្លឺភ្លើងទៀន